បាទជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងតមេរៀនយើងទៀតអំពី Toolbox បាទអញ្ចឹងចំពោះវីដេអូមួយនេះខ្ញុំសូមលើក Toolbox ចំនួន1យកមកបង្ហាញបាទអញ្ចឹងចំពោះ Toolbox មួយនោះដែលមានឈ្មោះថា Pen Tool បាទហើយវាមានបែងចែកជាច្រើនទៀតបាទអញ្ចឹងខ្ញុំនឹងបង្ហាញពីទូនាទីនិងការប្រើប្រាស់វាមួយបាទអញ្ចឹងចំពោះចំណុចទី1ដែលយើងនឹងស្វែងយល់ទាក់ទងនឹង Pen Tool បាទអញ្ចឹងចំពោះ Pen Tool នេះវាមានទូនាទីសម្រាប់ឲ្យយើងបង្កើត object ឬក៏គូ object ដែលមានលក្ខណៈបត់បែនច្រើនបាទឬក៏យើងអាចបង្កើតជា shape ឬក៏កាត់រូបភាពបានផងដែរបាទអញ្ចឹងដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់បងប្អូនជ្រើសរើស tool នឹងមកតមកទៀតយើងមកមើលខាងលើនេះបាទបងប្អូនឃើញមកខ្ញុំអត់អញ្ចឹងយើងចុចកន្លែងសញ្ញាព្រួយនឹងមកបន្តមកទៀតវានឹងបែងចែកជា2បាទអញ្ចឹងចំពោះ shape នេះគឺយើងប្រើប្រាស់ pen tool នឹងដើម្បីបង្កើត shape ទៅតាមរូបរាងដែលយើងចង់បានបាទចំណែកឯ path គឺជាការបង្កើតខ្សែបន្ទាត់សម្រាប់ឲ្យយើងកាត់ object ឬក៏ product យើងបានបាទទៅតាមរូបរាងដែលយើងចង់បានអញ្ចឹងទៅដែលវាមានលក្ខណៈកងឬក៏ជ្រុងអីយើងអាចបត់បែនទៅតាមនឹងបានអញ្ចឹងយើងសិក្សាទាក់ទងនឹង shape ជាមុនសិនចំពោះ shape នេះបើយើង select យក shape វាមានបែងចែកឬក៏បង្ហាញទាក់ទងនឹង fill ហើយនឹង stroke បន្ថែមទៀតបាទអញ្ចឹងទាក់ទងនឹង fill នេះគឺជាផ្ទៃខាងក្នុងចំណែកឯ stroke នេះគឺជាផ្ទៃខាងក្រៅអញ្ចឹងវាមានលក្ខណៈម៉េចអញ្ចឹងនៅពេលដែលយើងជ្រើសរើស shape ហើយយើងយក pen tool យកមកគូឬក៏យើងចុចបែបហ្នឹងអញ្ចឹងខ្ញុំចុច shift មកដើម្បីឲ្យត្រង់បាទអញ្ចឹងខ្ញុំគ្រាន់តែគូឲ្យបងប្អូនមើលទេឧទាហរណ៍ខ្ញុំគូមកគឺវាបែបហ្នឹងហើយបងប្អូននឹងឃើញ fill ហើយ fill គឺផ្ទៃខាងក្នុងអញ្ចឹង fill នេះក៏យើងអាចបដូរពណ៌វាបានផងដែរបងប្អូនគ្រាន់តែចុចកន្លែងនេះមកតមកអ្នកវានឹងមានឲ្យយើងជ្រើសរើសពណ៌បាទវាមានច្រើនអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះគឺជាពណ៌ដែលវាមានស្រាប់ free ឲ្យយើងប្រើប្រាស់អញ្ចឹងទៅអញ្ចឹងយើងអាចបដូរទៅតាមអ្វីដែលយើងចង់បានហើយផ្សិនបើយើងចង់ដាក់ផ្ទៃខាងក្រៅរបស់វាយើងហៅថា stroke ហ្នឹងគឺយើងអាចចុចកន្លែងនេះមកនេះហើយយើងជ្រើសរើសពណ៌ណាមួយមកឧទាហរណ៍ខ្ញុំយកពណ៌ផ្ទៃមេឃហើយខ្ញុំតម្លើងទំហំ stroke នឹងឲ្យធំមកនេះអញ្ចឹងឥឡូវយើង1 pixel អញ្ចឹងយើងចង់ឲ្យវាធំគឺយើងដំឡើងឬក៏ទាញទំហំហ្នឹងឲ្យធំមកឬក៏យើងអាចវាយលេខចូលមកឧទាហរណ៍យើងចង់បាន10ទំហំ 10% អញ្ចឹងយើងដាក់10មកគឺវានឹងបង្ហាញបានបែបហ្នឹងបាទហើយយើងអាចបដូរពណ៌ទៅតាមអ្វីដែលយើងចង់បានអញ្ចឹងទៅឬក៏យើងអាចបង្កើតពណ៌ថ្មីយើង double click លើហ្នឹងមកហើយយើងជ្រើសរើសពណ៌ណាមួយដែលយើងចង់បានមកយើងអូខេមកគឺវានឹងបានហើយបាទអញ្ចឹងបងប្អូនអាចជ្រើសរើសបានអញ្ចឹងឧទាហរណ៍ខ្ញុំយកនឹងចោះដើម្បីឲ្យបងប្អូនងាយស្រួលមើលហើយបន្តមកទៀតយើងមកស្វែងយល់កន្លែងនេះអញ្ចឹងកន្លែងនេះគឺជា style របស់ stroke យើងទេសិនបើយើងជ្រើសរើសយកអាទី2នេះបើន័យថាវាចេញលក្ខណៈបែបនេះ style បែបហ្នឹងអញ្ចឹងបាទចំណែកឯ style ទី3នេះគឺវាមានលក្ខណៈបែបនេះបាទលក្ខណៈមូលបែបហ្នឹងហើយខ្ញុំជ្រើសរើស style ទី1វិញមកតមកទៀតយើងមកស្វែងយល់ចំណុចខាងក្រោមនេះគឺតាកតងនឹង align តាកតងនឹងការស្រេឲ្យវានៅក្តារក្នុងឬក៏ក្រៅអញ្ចឹងយើងអាចស្រេមកអានេះនៅខាងក្រៅនេះចំណែកអានេះក្តារអានេះក្នុងអញ្ចឹងយើងអាចតេស្តមើលទៅដឹងហើយបាទថាវាមានលក្ខណៈបែបម៉េចតាកតងនឹង align ចំណែកឯ cap នេះតាកតងនឹងការស្រេឲ្យវាជ្រុងឬក៏មូលអញ្ចឹងបាទចំណែកឯចំណុចបន្ទាប់តាកតងនឹង corner តាកតងនឹងជ្រុងរបស់វានឹងយើងចង់បានលក្ខណៈស្រួចឬក៏មូលឬក៏ជ្រុងបែបនេះបាទគឺយើងអាចតេស្តមើលបានតាមអ្វីដែលយើងចង់បានអញ្ចឹងទៅភាគច្រើនខ្ញុំអត់សូវបានប្រើវាដែរប៉ុន្តែបងប្អូនអាចស្វែងយល់ពីវាបានអញ្ចឹងប៉ុណ្ណឹងតាកតងនឹងទូនាទីរបស់ SAP មិនអញ្ចឹងយើងចូលចំណុចបន្ទាប់ទៀតតាកតងនឹង path ម្ដងបាទអញ្ចឹងខ្ញុំឧទាហរណ៍ object នេះមួយចុះឬក៏រូបភាពនេះមួយចុះខ្ញុំចង់កាត់យកតែទម្រង់មុខមនុស្សអញ្ចឹងបាទពណ៌ background ខ្ញុំមិនយកទេបាទអញ្ចឹងតាកតងនឹងការកាត់ object ឬក៏រូបភាពលក្ខណៈបត់បែនឬក៏កងវាចត្រង់អីបែបហ្នឹងគឺយើងអាចប្រើប្រាស់ pen tool បានបាទអញ្ចឹងជាដំបូងយើងជ្រើសរើស pen tool មកហើយយើងជ្រើសរើស path បាទនៅពេលដែលយើងកំណត់បែបហ្នឹងហើយយើងអាចប្រើប្រាស់វាបានបាទមិនចឹងដំបូងយើងដៅចំណុចណាមួយមកបាទឧទាហរណ៍ខ្ញុំដៅកន្លែងនេះមកតមទៀតយើងមើលទៅលើតម្រងមុខកាត់លក្ខណៈកងបន្តិចបែបនេះបាទអញ្ចឹងយើងដៅកន្លែងនេះមួយមកយើងคลิกមកឆ្វេងឲ្យជឿបយើងកំប្លែងបាទហើយយើងអាចកាច់ឲ្យវាកងបន្តិចមកតមកទៀតខ្សែ anchor point យើងរៀងវែងអញ្ចឹងយើងព្រមវាឲ្យខ្លីបន្តិចមកយើងអាចបូកជាមួយ alt ឲ្យជាប់មកយើងព្រមវាលក្ខណៈបែបហ្នឹងបន្តទៀតកន្លែងនេះកងអញ្ចឹងយើងអាចដៅកន្លែងនេះមួយទៀតคลิกមកឆ្វេងឲ្យជាប់ហើយយើងទាញឲ្យវែងមក
ហើយយើងស្រេឲ្យវាកងទៅតាមរូបរាងដែលយើងចង់បានមកបាទបែបហ្នឹងហើយយើងព្រមវាចូលវិញបូកជាមួយ al ហើយព្រមវាចូលវិញបាទបែបហ្នឹងតទៅទៀតកន្លែងនេះកងខ្លាំងយើងអាចដៅកន្លែងនេះមួយមកដៅកន្លែងនេះមួយបន្ទាប់ទៀតយើងយកមកចុចកន្លែងនេះមកនេះតទៅទៀតយើងយកមកដាក់កន្លែងនេះហើយយើងបូកជាមួយ control ហើយយើងចាប់ទាញមកបាទតមកវានឹងកងបែបនេះបាទហើយចំពោះចំណុចខ្វះខាតតិចតួចយើងអាចស្រេនៅនេះមកយើងអាចបូកជាមួយ al ហើយយើងស្រេមកនេះឃើញអត់ស្រេឲ្យវាត្រង់ទៅតាមរូបរាងដែលយើងចង់បានអញ្ចឹងបាទបានប៉ុណ្្នឹងហើយយើងតទៀតយើងដៅកន្លែងនេះមកហើយយើងចាប់ទាញឲ្យវាកងមកបាទបែបហ្នឹងបាទតាមរូបរាងដែលយើងចង់បានហើយយើងបូកជាមួយ al យើងចាប់ព្រមវាព្រមខ្សែហ្នឹងខ្សែអង្គជើប point យើងហ្នឹងឲ្យខ្លីមកតទៅទៀតយើងបូកថែមទៀតតទៅទៀតយើងដៅកន្លែងនេះមួយទៀតមកហើយយើងคลิกមកឆ្វេងចាប់ទាញឲ្យវារាងវែងអញ្ចឹងមកវាកងហើយបាទហើយយើងព្រមវាមកបូកជាមួយ al ហើយយើងចាប់តទៀតមកបាទអញ្ចឹងកាលណាយើងយល់ពីរបៀបប្រើប្រាស់វាហើយក្រោយទៀតគឺដូចតែគ្នាទេអញ្ចឹងយើងតទៀតមកកាច់កងបែបហ្នឹងមកតទៅទៀតកន្លែងនេះយើងអាចដៅកន្លែងនេះមួយយើងអាចកាច់បែបនេះហើយយើងព្រមវាចូលឲ្យខ្លីមកហើយយើងមកដៅកន្លែងនេះមកណាហើយដៅកន្លែងនេះមួយទៀតមកយើងចាប់ទាញមកឆ្វេងហ្នឹងคลิกមកឆ្វេងចាប់ទាញឲ្យវែងមកហើយព្រមយើងបូកជាមួយ al ទៀតបាទអញ្ចឹងយើងធ្វើដូចអ្វីដែលខ្ញុំបានបង្ហាញមកបាទអញ្ចឹងវាដូចតែគ្នាទេក្រោយទៀតយើងអាចធ្វើបែបហ្នឹងបាទអញ្ចឹងដោយសារខ្ញុំរៀងស្ទាត់ហើយយើងអាចធ្វើឲ្យរៀងលឿនមកបាទនេះកន្លែងនេះយើងអាចដៅកន្លែងនេះមួយមកយើងចាប់ទាញឲ្យវាវែងកងមកគឺវាស្មើអង្គជើប point យើងវែងយើងបូកជាមួយ al យើងចាប់ទាញវាចូលវិញមកបាទកុំឲ្យវាវែងពេកដៅកន្លែងនេះមកហើយស្រេវាឲ្យត្រង់មកហើយខ្ញុំដៅកន្លែងនេះមួយទៀតហើយខាងក្រៅនេះយើងអត់ត្រូវការកាត់អីទៀតយើងអាចចុចបែបនេះបានវាអត់ប៉ះពាល់ទេយើងអាចคลิกឲ្យចំចំណុចដែលយើងដៅដំបូងមកបែបហ្នឹងមកបានហើយអញ្ចឹងចំណុចបន្ទាប់ទៀតខ្ញុំចង់ប្រាប់គឺតាកតងនឹងការបង្កើត select អញ្ចឹងវាមានពីររបៀបទី1យើងអាចមកស្ដាំនៅពេលដែលយើងបានប្រើប្រាស់ pen tool បែបហ្នឹងហើយយើងចង់បង្កើត select ហើយដើម្បីកាត់រូបភាពយើងគ្រាន់តែមកស្ដាំលើវាហើយយកពាក្យថា make selection យកពាក្យថា make selection មកតទៅទៀតកន្លែងនេះខ្ញុំនឹងបញ្ជាក់ប្រាប់អញ្ចឹងតាកតងនឹង feature radio ហ្នឹងតាកតងនឹងការកំណត់ឲ្យហ្គេមគៀនរបស់យើងនៅពេលដែលយើងកាត់ទៅគឺវាលក្ខណៈព្រាលសិនបើយើងដាក់0ចេះនៅពេលដែលយើងអូខេហើយកាត់វា control J មកហើយយើងបិទរូបដើមមកគឺវានឹងកាត់ដាច់ស្អាតបែបនេះបាទប៉ុន្តែនៅពេលដែលយើងខ្ញុំថយមកវិញមក control set ខ្ញុំថយមកវិញមកបន្តទៀតខ្ញុំមកស្ដាំដដែលហើយយក make selectionប៉ុន្តែបើសិនបើយើងដាក់កន្លែង feature radio នេះចំនួនលេខណាមួយឲ្យទៅចាប់ពី0ឡើងឧទាហរណ៍ខ្ញុំដាក់10ចុះហើយខ្ញុំអូខេមកហើយវានឹងបង្កើត select បែបនេះហើយនៅពេលដែលយើងកាត់មកឬក៏ control J មកហើយយើងបិទអារូបដើមមកគឺវានឹងព្រាលបែបនេះអញ្ចឹងបាទអញ្ចឹងតួនាទីរបស់ feature radio គឺបែបហ្នឹងបាទបើន័យថាយើងចង់ដាក់ឲ្យវាព្រាលយើងកំណត់ចំនួនលេខវាមកបើសិនបើយើងអត់ចង់ឲ្យវាព្រាលទេឲ្យវាកាត់ទៅដាច់ស្អាតយើងមិនចាំបាច់ដាក់លេខវាទេដាក់ត្រឹមលេខ0មកអូខេមកគឺបានហើយបាទអញ្ចឹងខ្ញុំអត់ចង់បានព្រាលបែបហ្នឹងទេខ្ញុំចង់បានលក្ខណៈកាត់ដាច់ស្អាតអញ្ចឹងបាទអញ្ចឹងខ្ញុំដាក់លេខ0មកខ្ញុំអូខេហើយខ្ញុំ control J មកដើម្បីកាត់វាអញ្ចឹងបាទឬក៏យើងបង្កើត select អញ្ចឹងយើងចង់កាត់វាយើងអាចចុច mask វាមកយកមកដាក់កន្លែង icon add layer mask នេះមកនេះដែលខ្ញុំយកមកដាក់ពីលើហ្នឹងបាទយើងចុចពីលើវាមកវាដាច់បានដូចគ្នាបាទអញ្ចឹងអានេះគឺតួនាទីរបស់ pen tool បាទហើយយើងចង់កាត់ទៅលើ object ណាមួយអញ្ចឹងបាទអញ្ចឹងសង្ឃឹមថាបងប្អូនយល់ទាំងអស់គ្នាចឹងចំណុចបន្ទាប់ទៀតទាក់ទងទៅនឹង free form pen tool បាទអញ្ចឹងទាក់ទងនឹង free form pen tool នេះទាក់ទងនឹងការកាត់ទៅលើរូបភាពឬក៏ object របស់យើងដែរបាទប៉ុន្តែវាលក្ខណៈយើងយកមកគូហើយវាបង្កើតជាខ្សែ line អញ្ចឹងបាទវាមិនខុសទៅនឹងទាក់ទងនឹង lasso tool ទេបាទអញ្ចឹង lasso tool ពេលយើងយកវាមកគូហើយយើងប្រឡែងមកគឺវាបង្កើត select បែបនេះបាទប៉ុន្តែដោយឡែកចំពោះ tool free form pen tool នេះនៅពេលដែលយើងយកវាមកគូគឺវានឹងបង្កើតជា part បែបនេះជាច្រើនអញ្ចឹងបាទយើងអាចយកវាមកគូដូចគ្នាបាទ
ប៉ុន្តែវាអត់បង្កើត select ទេវាបង្កើតជា path វិញវាបង្កើតជា path បែបហ្នឹងវិញហើយយើងអាចមកស្ដាំ make selection វាមកគឺវាបានដូចគ្នាអញ្ចឹងបាទប៉ុន្តែភាគច្រើនយើងអត់ប្រើវាទេអា tool ហ្នឹងប៉ុន្តែយើងអាចស្វែងយល់ពីវាខ្លះៗទៅបាទអញ្ចឹងចំពោះចំណុចបន្ទាប់ទៀតទាក់ទងនឹង curvature pen tool បាទអញ្ចឹងចំពោះ curvature pen tool នេះវាស្តៀងទៅនឹង pen tool ដែរបាទប៉ុន្តែវាលក្ខណៈកងអញ្ចឹងបាទនៅពេលដែលយើងដោកន្លែងនេះមួយហើយដោក្តាលមួយហើយយើងដោចំណុចមួយទៀតគឺវាកងបែបនេះហើយយើងដោកន្លែងណាមួយទៀតគឺវាកងទៅតាមនឹងអញ្ចឹងទៅហើយយើងអាចពាត់ចាប់កាច់កងឲ្យវាបានអញ្ចឹងបាទនេះទៅតាមរូបរាងដែលយើងចង់បានមកឧទាហរណ៍ខ្ញុំចង់បានបែបហ្នឹងហើយខ្ញុំភ្ជាប់វាវិញមកហើយខ្ញុំមកស្ដាំលើវាហើយ make selection ហើយអូខេមកគឺវានឹងបង្កើតselect ដូចគ្នាហើយយើង control J គឺវានឹងកាត់បែបនេះទៅតាមរូបរាងដែលយើងចង់បានអញ្ចឹងទៅអញ្ចឹងបងប្អូនអាចតេស្តមើលបានហើយចំពោះ tool ហ្នឹងភាគច្រើនខ្ញុំអត់ទៅប្រើវាដែរបាទប៉ុន្តែយើងអាចស្វែងយល់វាខ្លះបន្ថែមអញ្ចឹងបាទនៅពេលដែលយើងត្រូវការប្រើវាយើងអាចយក tool ហ្នឹងយកមកប្រើទៅបាទអញ្ចឹងចំពោះចំណុចបន្ទាប់ទៀតទៅទៅនឹង add anchor point tool delete anchor point tool នេះវាមានតួនាទីសម្រាប់ add anchor point បន្ថែមឬក៏ដកអញ្ចឹងបាទអញ្ចឹងឧទាហរណ៍ខ្ញុំបែបហ្នឹងហើយខ្ញុំចង់ add anchor point នៅកន្លែងនេះបន្ថែមអញ្ចឹងយើងយកសញ្ញាបូកនេះមកនេះ add anchor point នេះមកហើយយើងយកមកចុចឲ្យចំផ្នែកណាមួយមកដែលយើងចង់បានហើយបន្តទៀតយើងអូសវាឲ្យវាកងបានអញ្ចឹងបាទដូចដែលខ្ញុំបានបញ្ជាក់ប្រាប់ពីខាងដើមអញ្ចឹងគឺ tool ហ្នឹងគឺវាមានលក្ខណៈបែបហ្នឹងតួនាទីរបស់វាបាទ add anchor point tool នេះបាទចំណែក delete anchor point tool នេះបានន័យថាជា tool មួយដែលមានតួនាទីសម្រាប់ delete anchor point ដូចជាក្របនេះជាដើមយើងអាចលុបចោលខ្លះអញ្ចឹងបាទនៅពេលដែលវាច្រើនពេកបាទអញ្ចឹងយើងអាចយក delete anchor point ហ្នឹងមកយកមកចុចពីលើ anchor point ហ្នឹងមកគឺវានឹងលុបហើយបាទគឺវានឹង delete អញ្ចឹងបាទនេះឃើញអត់ដើម្បីកុំឲ្យវាច្រើនពេកអញ្ចឹងទៅយើងអាចធ្វើការលុបបែបហ្នឹងបានអញ្ចឹងអានេះគឺជាតួនាទីរបស់ delete anchor point tool ចំណែកconvert anchor point tool នេះវាមានតួនាទីសម្រាប់ឲ្យយើងពាត់ឬក៏បត់បែន anchor point tool នឹងបាននៅពេលដែលយើងមាន anchor point នឹងហើយនៅពេលដែលយើងចង់ធ្វើឲ្យ anchor point នឹងវាកងឬក៏អីទៅតាមរូបរាងដែលយើងចង់បានយើងអាច select យក tool នឹងមក convert anchor point tool នឹងមកយើងអាចពាត់អញ្ចឹងបាទយើងអាចយកវាមកចាប់ទាញ click កន្លែងហ្នឹងមកហើយយើងចាប់ទាញវាមកគឺវានឹងកាច់កងទៅតាមរូបរាងដែលយើងចង់បានអញ្ចឹងទៅបាទគឺវាមានលក្ខណៈបែបហ្នឹងបាទអញ្ចឹងសង្ឃឹមថាបងប្អូនយល់ទាក់ទងនឹង tool ប៉ុណ្ណឹងបាទអញ្ចឹងខ្ញុំសូមបង្ហាញប៉ុណ្ណឹងសិនយើងនឹងសិក្សា tool បន្តទៀតនៅវីដេអូក្រោយអញ្ចឹងបាទអញ្ចឹងខ្ញុំសូមអរគុណនិងសូមជម្រាបលាបាទ